ក្រោយពីខ្ញុំបង្ហោះអំពីអត្ថបទមួយនេះមានបងប្អូនក៏សួរថាតើការពន្យាពេលស្វែងរកការងារហ្នឹងគឺគេពន្យាពេលទាំងរយៈពេលស្នាក់នៅឲ្យយើងដែរឬទេចាគឺអត់មានទេចំណុចនេះណាគឺឧបមាថាបងប្អូនមានបញ្ហាសុខភាពឬក៏បងប្អូនដែរជាស្ត្រីមានផ្ទៃពោះអញ្ចឹងពេលដែលយើងចង់ពន្យារយៈពេលស្វែងរកការងារអញ្ចឹងបងប្អូនទៅមន្ទីរពេទ្យដែលយើងព្យាបាលហ្នឹងសូមដកលិខិតបញ្ជាក់ពីពេទ្យមកខ្ញុំសូមនិយាយករណីស្ត្រីមានផ្ទៃពោះសម្រាប់ស្ត្រីមានផ្ទៃពោះហ្នឹងគឺយើងដកលិខិតបញ្ជាក់ពីពេទ្យមកគឺយើងមានថ្ងៃដែលយើងត្រូវឆ្លងទន្លេអញ្ចឹងខាងក្រសួងការងារគេនឹងឲ្យរយៈពេលសម្រាប់យើងឆ្លងទន្លេនិងសម្រាប់ក្រោយពេលឆ្លងទន្លេនិងបូកសរុបទាំងរយៈពេលស្វែងរកការងារផងដែរប៉ុន្តែគេឲ្យនេះតែក្នុងសុពលភាពស្នាក់នៅរបស់យើងទេมันអាចឲ្យលើសពីសុពលភាពស្នាក់នៅរបស់យើងទេហើយសម្រាប់បងប្អូនដែលកំពុងតែស្វែងរកការងារហើយយើងឈឺឬក៏មានបញ្ហាសុខភាពដែលมันអាចឲ្យយើងធ្វើការស្វែងរកការងារបានអញ្ចឹងបងប្អូនដកលិខិតបញ្ជាក់ពីពេទ្យទៅអូម៉ាសរយៈពេលស្វែងរកការងាររបស់យើងសល់2ខែហើយការព្យាបាលជំងឺរបស់យើងហ្នឹងគឺខាងពេទ្យសរសេរមកថាដាក់1ខែសម្រាប់ការព្យាបាលហ្នឹងពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹងពេលបងប្អូនយកទៅដាក់នៅក្រសួងការងារហ្នឹងគឺខាងក្រសួងការងារនឹងឲ្យរយៈពេលតាមលិខិតបញ្ជាក់ពីពេទ្យហ្នឹងរយៈពេលត្រូវព្យាបាលពីថ្ងៃណាដល់ថ្ងៃណាប៉ុន្តែក្នុងកំឡុងពេលដែលយើងទទួលការព្យាបាលហ្នឹងគឺយើងមិនអាចបានសារពីខាងក្រសួងការងារឬក៏ពីថៅកែបាញ់ឲ្យទេហើយក្រោយពេលព្យាបាលរួចរាល់ហើយយើងចង់បានសារឬក៏ message ពីក្រសួងការងារហ្នឹងគឺបងប្អូនត្រូវទៅមន្ទីរពេទ្យដែលយើងព្យាបាលហ្នឹងសុំដកលិខិតមួយទៀតលិខិតបញ្ជាក់ដូចគ្នាគឺជាណាន់សហ្នឹងដើម្បីបញ្ជាក់ថាបងប្អូនបានជាហើយអញ្ចឹងយកលិខិតហ្នឹងទៅដាក់នៅក្រសួងការងារម្ដងទៀតទើបអាចទទួលបានសារមិនមែនបងប្អូនថាខ្ញុំឥឡូវជាហើយចង់បាន message អញ្ចឹងខាងក្រសួងការងារឲ្យនោះទេគឺត្រូវមានចិន្តានសដូចគ្នាពេលដែលយើងព្យាបាលរួចរាល់ហើយអញ្ចឹងមានន័យថាក្នុងកំឡុងពេលដែលយើងព្យាបាលហ្នឹងយើងមិនអាចទទួលបានសារទេហើយពេលព្យាបាលហើយរយៈពេលស្វែងរកការងាររបស់យើងឧបមាថានៅសល់2ខែគឺនៅតែ2ខែដដែលគឺបានន័យថាទោះបីខាងមន្ទីរពេទ្យចេញលិខិតមកថាយើងត្រូវព្យាបាល1ខែក៏ដោយគឺសុពលភាពស្វែងរកការងាររបស់យើងគឺនៅតែ2ខែហើយការព្យាបាលរបស់យើងគឺ1ខែអញ្ចឹងក្រោយព្យាបាល1ខែនឹងហើយគឺសុពលភាពស្វែងរកការងារយើងនៅតែ2ខែដដែលហើយរយៈពេលស្នាក់នៅរបស់យើងក៏មិនកើនឡើងដែរគឺ